អំណានរឿងវាសនាបឹងទន្លេសាបអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយពូប្រាក់និងមីងសុំរស់នៅក្នុងភូមិឆ្នុកទ្រូខេត្តកំពង់ឆ្នាំងគ្រួសារគាត់បានប្រកបមុខរបរនេសាទត្រីនិងធ្វើប្រហុកផ្អកត្រីងៀតត្រីឆ្អើរដែលជាអាជីពប្រចាំគ្រួសាររដូវសម្រុកមកដល់ពូប្រាក់និងកូនប្រុសគាត់ពីរនាក់តែងតែចេញទៅនេសាទត្រីតាមទម្លាប់របស់គាត់ក្នុងមួយឆ្នាំគាត់នេសាទត្រីបានយ៉ាងច្រើនដើម្បីឲ្យប្រពន្ធនិងកូនស្រីគាត់យកទៅលក់នៅឯផ្សារធ្វើប្រហុកផ្អកទុកសម្រាប់ហូបនិងលក់ដូរប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះពូប្រាក់រកត្រីពុំសូវបានដូចមុនទៀតឡើយថ្ងៃមួយពេលត្រឡប់មកពីនេសាទវិញក៏ត្អូញត្អែប្រាប់ប្រពន្ធដោយអស់សង្ឃឹមម៉ែវាអើយថ្ងៃនេះខ្ញុំរកត្រីមិនបានទេយើងប្រហែលជាត្រូវដូរមុខរបរហើយមីងសាំឮដូច្នោះក៏សួរប្តីហេតុអ្វីបានជាឲ្យវារកត្រីមិនបានពូប្រាក់រៀបរាប់ប្រាប់ភរិយាម៉ែវាដឹងទេសប្តាហ៍ថ្ងៃនេះបឹងទន្លេសាបកំពុងទទួលរងគ្រោះធ្ងន់ធ្ងរណាស់ដោយសារអំពើអគតិរបស់ជនខ្លះពួកគេបានទៅកាប់បំផ្លាញព្រៃលិចទឹកជុំវិញបឹងដែលជាជំរកត្រីពងនិងបន្តពូជដើម្បីយកដីធ្វើស្រែម្យ៉ាងទៀតមនុស្សមួយចំនួនធំបានទៅតាំងទីលំនៅនៅលើទឹកដើម្បីប្រកបរបរនេសាទលក់ដូរនិងធ្វើសិប្បកម្មផ្សេងៗអ្នកទាំងនោះបានបង្ហូរកាកសំណល់ពីលំនៅស្ថាននិងរោងសិប្បកម្មដែលមានជាតិពុលទៅក្នុងទឹកបឹងរាល់ថ្ងៃធ្វើឲ្យទឹកបឹងកខ្វក់ហើយរាក់ទៅជាមួយនោះដែរប្រេងម៉ាស៊ីនកាណូតកប៉ាល់ក៏នាំឲ្យទឹកបឹងកើនកម្ដៅឆាប់រហ័សបណ្ដាលឲ្យត្រីពុលនិងងាយងាប់ពិសេសទៅទៀតអ្នកខ្លះមានមហិច្ឆតាខ្លាំងពេកបានប្រើមងអួនសំណាញ់ដែលមានក្រឡាញឹកដើម្បីនេសាទត្រីហើយជនល្មើសច្បាប់ខ្លះទៀតបានប្រើខ្សែភ្លើងឆក់ត្រីធ្វើឲ្យត្រីតូចធំងាប់ខ្វៀងសល់កត្តាទាំងអស់នេះហើយដែលធ្វើឲ្យធនធានជលផលរបស់យើងចេះតែខ្សត់ទៅបើយ៉ាងនេះពួកយើងនឹងរកត្រីមិនបានថ្ងៃណាមួយមិនខានទេអូវាមីងសុំសួរប្តីគាត់ពូប្រាក់ឆ្លើយឡើងមែនហើយបើទោះបីរាជរដ្ឋាភិបាលបានខិតខំអប់រំផ្សព្វផ្សាយច្បាប់នេសាទនិងបំផុសចលនាលេងកូនត្រីតាមបឹងបួរយ៉ាងណាក៏ដោយបើគ្មានអ្នកចូលរួមការពារនោះទេធនធានជលផលក៏នឹងវិនាសសាបសូន្យជាមិនខានបើនៅតែយ៉ាងនេះពុំមែនតែក្រុមគ្រួសារយើងទេដែលគ្មានមុខរបរឬគ្មានត្រីបរិភោគគឺប្រទេសជាតិយើងទាំងមូលក៏នឹងធ្លាក់ក្នុងគ្រោះមហន្តរាយផងដែរ